ចឹងហើយខ្ញុំសូមបើក tool path ឲ្យមើលបាទនេះគឺប្រភេទ tool path ដែលគ្នាយើងបានធ្វើណាបាទចឹងកន្លែងនេះfinish គឺគាត់ប្រើជាប្រភេទ 3D high speed ដែលមានឈ្មោះថា equals loop ណាបាទចឹងហើយយើងមកមើល tool path បន្តិចមកឃើញថាស្អាតមែនទេណាបាទ tool path ណាបាទហើយយើងបានឲ្យឃើញ tool path ស្អាតនេះទៅពេលដែលយើងធ្វើការមកគឺការងាររបស់យើងក៏ស្អាតតាមនឹងដែរណាបាទឲ្យតែលឿន speed ហើយនឹង fit RPM ហើយនឹង fit rate ត្រឹមត្រូវគឺចេញមកគឺស្អាតទេប៉ុន្តែខ្ញុំមកធ្វើវីដេអូនេះដោយសារតែខ្ញុំចង់បំពេញបន្ថែមមួយទៀតណាបាទចឹងហើយយើងមកមើលកន្លែងចន្លោះកន្លែងនេះគឺយើងអត់ទាន់បានធ្វើវាទេហើយក្នុងវីដេអូនេះដែរខ្ញុំនឹងទៅបង្ហាញពីប្រើប្រាស់ Dynamic Optic Rush នេះផងដែរដែលវាស្ថិតនៅក្នុងជាប្រភេទ Rushing ជា 3D Rushing ណាបាទចឹងហើយសម្រាប់រូបទាំងនេះបាទគឺយើងអាចប្រើប្រាស់នៅ Dynamic Optic Rush បានណាបាទអញ្ចឹងហើយមុននឹងយើងអាចប្រើប្រាស់នៅ Dynamic Optic Rush នេះបានយើងត្រូវបង្កើត bounding box មួយសម្រាប់ធ្វើជា boundary chain អញ្ចឹងសម្រាប់ Optic Rush នេះបើសិនជាអត់មាន boundary chain ទេវាមិនអាច generate tool path យើងបានទេណាបាទអញ្ចឹងហើយដើម្បីទៅយក boundary ហ្នឹងគឺយើងចូលមកកន្លែង wireframe មកបន្តមកទៀតយើងមកមើលកន្លែង bounding box ណាបាទយើង select ទៅលើ bounding box ហ្នឹងមួយបាទបន្តមកយើង select path របស់យើងទាំងមូលណាបាទបន្តមកយើង select unselection បាទអញ្ចឹងយើងទទួលបាន bounding box ចេះប្រភេទ bounding box ហ្នឹងណាបាទបន្តមកទៀតយើង OK មកបាទនៅពេលដែលយើង OK យើងឃើញថានេះមានបន្ទាត់នេះនៅខាងលើវានេះណាបន្ទាត់ពណ៌នេះណាបាទអញ្ចឹងហើយបន្ទាប់ពីបានបន្ទាត់ហ្នឹងហើយយើងចូលមកកន្លែង tool path របស់យើងមកយើងយកពាក្យថា Dynamic Optic Rush ណាបាទយើង select ទៅលើ Dynamic មកបាទអញ្ចឹងយើងមកមើលកន្លែងនេះបាទ 3D high speed tool path របស់យើងជាប្រភេទ Dynamic Optic Rush បាទអញ្ចឹងកន្លែងនេះយើង clear កន្លែង wall of stock នេះបាទយើង clear វាចេញណាបាទអញ្ចឹងកន្លែងនេះយើង clear យើងចុចកន្លែងនេះ reset stock value ណាបាទអញ្ចឹងកន្លែងនេះយើងអាចទុក 0.2 ឲ្យដើម្បី finish ណាបាទ 0.2 កន្លែងនេះយើងទុក 0.2 ដែរ 0.2 ដែរបន្តមកទៀតយើងចុចកន្លែងនេះណាបាទចុចសញ្ញា plus នេះមកបាទ select entity ដើម្បី select entity អញ្ចឹងដើម្បី select entity យើងមកមើលមកយើងយកកន្លែង body selection នេះ select body selection ឡើងមកឡើងយើងដោះចេញយើង select body បាទអញ្ចឹងនៅពេលដែលយើងប៉ះមួយគឺវា select body ឲ្យយើងទាំងមូលតែម្ដងណាបាទចុះបើសិនជាយើង select កន្លែងនេះយើងដោះកន្លែងនេះយើងឃើញប៉ះ face វាចំទៅ face ទេវា load ទៅ face មួយហ្នឹងទេអញ្ចឹងបើសិនជាយើងចង់ select ទាំងអស់យើងអាច select ជា window ចេះបាទ select ជា window ចេះឬក៏យើងអាច select ដោះកន្លែងនេះចេញ select ជា body ចុចតែមួយមកឆ្វេងទៅមួយមកគឺយើងឲ្យបាន select ទាំងមូលបន្តមកយើងចុចពាក្យថា unselection បាទបន្ទាប់ពី unselection ហើយយើងចូលមកកន្លែង tool path control មកអញ្ចឹងកន្លែងនេះយើង clear អស់មកនេះបាទ clear អស់មកឲ្យវា0 0ទៅចឹងកន្លែង award នេះយើងអត់ត្រូវការទេចឹងកន្លែងនេះយើងចូលទៅ tool path control បាទចឹងកន្លែង boundary chain នេះបាទកន្លែងហ្នឹងគឺជាកន្លែងសំខាន់ណាបាទចឹងហើយនៅក្នុង Dynamic Optic Rush នេះបើសិនជាអត់មាន boundary chain វាមិនអាច generate tool path យើងបានទេណាបាទអញ្ចឹងកន្លែងហ្នឹងយើងចូលទៅកន្លែងនេះមកនេះចឹងកន្លែងយើងអាចសេរី color បានយើងចង់យកពណ៌ខៀវនេះក៏បានដែរបាទបន្តមកយើងចុច containment boundary បាទចឹងកន្លែងនេះយើងយកជា wireframe នេះមកបាទជា C plane បន្តមកយកជា chain ចឹងយើង select មួយមកឲ្យរត់ជុំវិលចេះណាបាទបន្តមកយើង select OK មកបាទចឹងបន្ទាប់ពី select OK យើងឃើញវាចេញពណ៌នេះយើងណាបាទបន្តមកយើងមក tool មក tool ចឹងកន្លែងនេះខ្ញុំអាចប្រើ tool រៀងធំនេះមកដើម្បីរៀងលឿនណាបាទ create tool មកកន្លែងខ្ញុំអាចយក12លីបាទ tool កន្លែងខ្ញុំយក12បាទ12លីបន្តមកកន្លែងនេះប្រវែងនេះគឺខ្ញុំអាចយកឲ្យត្រឹម70មើលសិនណាបាទ70នេះមកចឹងកន្លែងខ្ញុំអាចយក100បាទដោយសារតែយើងផាត់ផងយើងរៀងវែងចឹងយើងយកតាមនឹងដែរបន្តមកយើងចុច OK មកណាបាទអញ្ចឹងកន្លែងនេះខ្ញុំឲ្យcalculate speed and fit ណាបាទល្បឿនប៉ុណ្នេះ fit rate ផងយើង5000ជាងល្បឿន2500ណាបាទ holder បាទ holder ឡើយនេះយើងយក BT យកចេះចុះយកប្រភេទចេះបន្ទាប់មកយើងអាចទៅ edit project បានបើមិនយើងខ្លាចវាប៉ះវាអីណាបាទឡើងមកស្ដាំមកយកពាក្យថា front បាទយើងអាច edit project អញ្ចឹងយើងមកមើលបើសិនជាប៉ះត្រឹមនេះវាប៉ះទេតែម្ដងក្រោមវាប៉ះអញ្ចឹងឡើយនេះចំណុចកន្លែងនេះវាស៊ីកន្លែងនេះវាអត់អីវាស៊ីត្រឹមនេះវាប៉ះទេឥឡូវយើងសាកសិនបាទយកប៉ុណ្នេះចុះបន្ទាប់មកយើង enter បាទអញ្ចឹងបន្ទាប់ពីយើង calculate ហើយយើងចូលមកកន្លែង cut parameter របស់យើងបាទអញ្ចឹងកន្លែងនេះ step over របស់យើង25ណាបាទអញ្ចឹងកន្លែងនេះខ្ញុំយកត្រឹមតា step over គឺកន្លែងនេះគឺពី1ទៅ1ណាបាទអញ្ចឹងកន្លែងខ្ញុំសូមយកត្រឹម2លីបានទេបាទ distance 2លីវាស្មើនឹង 0.24% ណាបាទហើយ angle នេះគឺ16បាទហើយកន្លែង maximum engagement នេះយើងទុកចោលចឹងទៅយើងមិនបាច់ចាំប៉ះពាល់ទេបាទកន្លែងនេះ step up កន្លែងនេះគឺយើងមិនបាច់ចាំប៉ះពាល់វាដែរណាបាទបន្តមកទៀតកន្លែង step shallow នេះគឺមិនបាច់ទេបាទយើងមកមើល linking and parameter បាទអញ្ចឹងកន្លែង retract clearance plan នេះគឺ retract បាទ retract បើយើងមកស្ដាំមកយើងយកពាក្យថា right យើងឃើញវានៅខាងក្រោមនេះណាបាទអញ្ចឹង clearance របស់យើង retract របស់យើងត្រូវនៅលើនេះដោយសារតែ VC នៅខាងលើដែរណាបាទអញ្ចឹងកន្លែងនេះយើង select កន្លែងនេះមកយកជាតម្លៃ absolute select នេះឲ្យវានៅខាងលើណាបាទបន្តមកទៀតយើងមកមើល lead កន្លែងនេះយើងឲ្យយក same lead in and lead out និង lead in គឺដូចគ្នាណាបាទបន្តមកយកប្រភេទ tie កន្លែងនេះវាជា full version retract ណាបាទយើងយល់ទេមានថា full vertical retract ណាជា Simon version vertical មានថាប្រឈរណាប្រឈរដែលវាលើកឡើងយើងយកជា full អញ្ចឹងបើសិនជាយើងយកជា minimum vertical retract នេះវា up ជាមួយនឹង path យើងលើនេះអញ្ចឹងបើសិនជាវា full វាឡើងទៅផុតណាបាទផុតឡើងនេះបាទអញ្ចឹង linear entry or exit 0.5 បាទហើយសម្រាប់ keep two down within 500ណាបាទកន្លែងនេះវាគិតជា percentage ណាបាទបន្តមកទៀតយើងមកមើល plan របស់យើងឲ្យយើងប្រកាសថាជា top ទាំងអស់បាទបន្តមកយើងទៅបើក coolant ណាបាទអញ្ចឹងយើងអាចធ្វើការ generate មើលបន្តិចមក generate tool path មើលទៅហើយបើសិនជាមានកន្លែងណាខុសយើងធ្វើការកែប្រែណាបាទអញ្ចឹងយើងចូលទៅ apply មកបាទអញ្ចឹងបន្ទាប់ពីយើងរងចាំ update មកវានឹងធ្វើការ generate tool path ឲ្យយើងអញ្ចឹងយើងមើល tool path របស់យើង Dynamic Optic Rush នេះរាងស្អាតជាងreal rushing ណាបាទអញ្ចឹងយើងមកមើល front មកយើងឃើញវាប្រហែល step ដល់វាចូលដល់ណាបាទអញ្ចឹងវាស៊ីកន្លែងនេះឲ្យយើងទៀតណាបាទអូខេអញ្ចឹងហើយបានប៉ុណ្ណឹងយើងអូខេសិនមកបាទអូខេសិនហើយយើងទៅធ្វើការ simulation អញ្ចឹងហើយបើសិនជា tool path របស់យើងនៅចេះអញ្ចឹងបើសិនជាយើងចង់រុញឲ្យវាឡើងលើនេះបាទយើងចាប់ទាញមកចុច mouse ឆ្វេងឲ្យជាប់ចាប់ទាញឡើងលើចេះបន្ទាប់មកយកពាក្យថា move before
ចឹងឲ្យ toolpath របស់យើងវាឡើងលើកន្លែង finish របស់យើងនេះអញ្ចឹងឲ្យបើសិនជាយើងចង់លុប toolpath ណាមួយយើង delete ទៅណាយើងចូលទៅធ្វើការ verify ទាំងអស់គ្នាមកចឹងឲ្យ toolpath លើខ្ញុំអត់ប្រើទេបាទកន្លែង rearranging ណាចឹងឲ្យខ្ញុំចុច key control ជាប់នៅលើ keyboard របស់ខ្ញុំមក select ទៅលើ folder មួយទៀតចឹងមានន័យថាខ្ញុំធ្វើការ verify ពី toolpath នេះបាទបន្តមកចុចទៅលើពាក្យ verify មកអញ្ចឹងសម្រាប់ការប្រើប្រាស់នៅ Dynamic Optic Rush នេះ spec computer មុំរៀងតឹងបាទអញ្ចឹងយើងត្រូវធ្វើការអត់ធ្មត់ដើម្បីរងចាំវាណាបាទបាទចឹងកន្លែងនេះខ្ញុំសូមដោះ access នេះចោលបាត់ access ចោលបាទចឹងកន្លែងខ្ញុំបើកចេះចុះបន្តមកកន្លែងមក verify នេះបាទកន្លែង verify កន្លែង color នេះខ្ញុំ click color នេះមកបាទឲ្យ click color នេះដើម្បីឲ្យដឹងថា toolpath លេខ1ហ្នឹងពណ៌អី toolpath លេខ2ហ្នឹងពណ៌អីណាបាទអញ្ចឹងយើងមក home វិញទៅបាទអញ្ចឹងយើងមកមើលមកកន្លែង tool component នេះយើងអាចឲ្យវា show អីខ្លះបាទឲ្យ show ជាលក្ខណៈ holder send ឬក៏ shoulder បាទកន្លែងនេះគឺវា show ឲ្យយើងទាំងអស់អញ្ចឹងកន្លែងនេះយើងគ្រីសយើងទាំងអស់ណាបាទអញ្ចឹងសម្រាប់តម្លៃខាងស្ដាំដៃរបស់យើងនេះបាទវាជាតម្លៃ G01 G00 ហ្នឹងវាលុងលោតឲ្យយើងកន្លែងហ្នឹងនៅពេលដែលយើងធ្វើការ simulation វាបាទអញ្ចឹងបន្តមកយើង play មកអញ្ចឹងកន្លែងខ្ញុំសូមបើកឲ្យលឿនកុំឲ្យវាស៊ីពេលយើងណាពេលបើកលឿនពេកវានឹងតាក់ដោយសារតែកុំព្យូទ័រយើងហើយកុំព្យូទ័រប្រភេទប្រើ Mastercam Crack នេះតើរៀង spec តើរៀងធំបន្តិចបានរៀងស្រួលណាប៉ុន្តែបើសិនជា license អត់សូវអីមែនទេ license គឺយើងប្រើ spec មុំក៏រៀងស្រួលដែរបាទអញ្ចឹងកន្លែងនេះយើងឃើញថា step over របស់យើងរៀងតិចពេកណាបាទយើងមើលចំណាយពេលមែនទេពេលដែលយើងស៊ីតិចពេកយើងឃើញចំណាយពេលស្រកម្ដងបន្តិចម្ដងណាបាទអញ្ចឹងកន្លែងនេះយើងអាចទៅកែកន្លែងឲ្យ step over របស់យើងឲ្យរៀងធំជាងនឹងបន្តិចអញ្ចឹងយើងមកមើលទិន្នន័យរបស់យើងនេះមកយើងឃើញបាទយើងឃើញកន្លែងនេះ tool number របស់យើងគឺ12ហើយជាប្រភេទ flat and mill បន្តមក tool tip position យើងឃើញវាលុនលោតទិន្នន័យឲ្យយើងអញ្ចឹងកន្លែងយើងអាចចាប់ទាញមកនេះបន្តិចមកបាទឲ្យធំដើម្បីស្រួលមើលដែរបាទក្នុងនេះវាប្រាប់យើងទាំងអស់ប្រាប់ fit link នេះប៉ុណ្ណេះ fit time ប៉ុណ្ណេះបាទហើយ fit time គឺ81ម៉ោង51មីនិតបាទ toolpath info ណាបាទចង្រាប់ fit time ប៉ុណ្ណេះបាទចឹងកន្លែងនេះនៅពេលដែលយើងធ្វើជា programmer យើងត្រូវសង្កេតកន្លែងនេះតើ part នឹងមួយយើងធ្វើប្រហែលម៉ោងហើយយើងត្រូវកាត់អីខ្លះកន្លែងហ្នឹងណាបាទចឹងហើយសំខាន់មែនទែនដូចកន្លែងនេះ fit time វាឡើង81ម៉ោងម្ដុំហ្នឹងធ្វើឡើង81ម៉ោងគេមិនអាចទទួលយកយើងបានទេបាទហើយ cut time 32elapsed time ប៉ុណ្ណេះណាបាទចឹងហើយ move time ជាប្រភេទ fit linear move ណាបាទម៉ាស៊ីននេះយើងដោយសារតែយើងអត់បានឲ្យជ្រើសរើស processor ត្រូវទៅពេលហ្នឹងទៅវា load file oxygen ណាបាទចឹងហើយ processor ខ្ញុំស្នើទៅគេប៉ុន្តែអត់ទាន់បានចឹងចាំមើលពេលបានខ្ញុំ share នៅក្នុងនេះឲ្យចឹងកន្លែង spindle speed យើងមកមើលverbose កន្លែងនេះ spindle speed កន្លែងនេះគឺ833 NC code G1 fit rate 100ណាបាទហើយ compensation direction គឺ left compensate time នេះក៏ computer សម្រាប់ compensation time នេះយើងនេះមកយើងអាចយកជាវាអាចយើងអាច offset បាននៅលើ machine mill របស់យើងណាតែ computer តែប៉ុណ្ណាហ្នឹងឯងណាបាទអញ្ចឹងហើយសម្រាប់ toolpath នេះខ្ញុំគិតថាយើងត្រូវទៅកែពេលវេលាដោយសារតែយើងឃើញថា view មែនទែនពេលអញ្ចឹងវាខាតពេលរបស់យើងហើយដុំការទូចមួយយើងធ្វើដល់ប្រហែលម៉ោងវាអត់ត្រូវបាទហ្នឹងហើយតែនៅក្នុងវីដេអូនេះជាវីដេអូមេរៀនខ្ញុំនឹងគ្រាន់តែមកបង្ហាញបន្ថែមហើយក៏ដូចជាបង្ហាញពីរបៀបប្រើប្រាស់ Dynamic Optic Rush អញ្ចឹងឥឡូវខ្ញុំសូមធ្វើការខ្វែងវាចោលសិនទៅបាទដោយសារតែយើងធ្វើការ simulation មកហើយហ្នឹងឃើញថាយូរមែនទេណាបាទតែដូចចិត្តចប់ហើយមើលយើងអាចចាំវាចប់បន្តិចទៅDynamic Optic Rush នេះវាឆ្លាតដោយសារតែកន្លែងកោងអីវា optimize fit ខ្លួនឯងណាកន្លែងនេះវា optimize fit ខ្លួនឯងអញ្ចឹងអ្វីដែលវាខុសគ្នាពី rearranging យើងឃើញអត់វាចូលទៅ rush កន្លែងឲ្យយើងទៀតអញ្ចឹងកន្លែងចំណុចកន្លែងនេះនៅពេលដែលវា rush ប៉ុណ្្នឹងហើយយើងអាចចូលទៅតានេះមកបាទចូលទៅធ្វើការ finish វា finish រត់បញ្ចូលយកមកទៅវាបានស្អាតកន្លែងនេះបាទអញ្ចឹងយើងឃើញថា toolpath finish ឃើញស្អាតមែនទេឃើញ finish ប៉ុន្តែកន្លែងនេះយើងអត់បាន finish ណាបាទអញ្ចឹងហើយមើលទៅភ្លឹងហ្មងបាទគឺស្អាតហ្មងបាទអូខេអញ្ចឹងហើយខ្ញុំសូមខ្វែងចោលមកវា step ដល់ហើយនេះបាទអញ្ចឹងកន្លែងនេះយើងអាចទៅបដូរ parameter ណាបដូរកន្លែងនេះបដូរកន្លែង step over នេះ step over រៀងធំនេះនឹងបន្តិចដើម្បីយើងកាត់បន្ថយនៅពេលវេលា meal របស់យើងណាបាទអញ្ចឹងកន្លែងនេះឃើញថាវាទូចមែនទេណាបាទអូខេអញ្ចឹងហើយក្នុងវីដេអូនេះខ្ញុំមកពេញបន្ថែមតែប៉ុណ្្នឹងឯងហ្នឹងហើយចាំជួបគ្នានៅវីដេអូមេរៀនថ្មីហើយសម្រាប់ line finish កន្លែងនេះខ្ញុំទុកជាលំហាត់ finish កន្លែងបន្តិចនេះបាទអញ្ចឹងកន្លែងនេះយើងអាចយកជាប្រភេទ scan loop យកមក finish ណាបាទឬក៏អាចសាកយក toolpath ផ្សេងៗយកទៅសាកទៅបាទអញ្ចឹង toolpath មួយណាល្អយកមួយហ្នឹងណាបាទអញ្ចឹងហើយចាំជួបគ្នានៅវីដេអូមេរៀនបន្តទៀត